យើងទាំងអស់គ្នាដឹងហើយថានៅតំបន់មជ្ឈិមបូព៌ាសម្បូរទៅដោយធនធានរ៉ែជាពិសេសគឺប្រេងហើយប្រទេសអារ៉ាប់មួយចំនួនគឺមានលុយកាក់មានធនធានច្រើនហើយថែមទាំងគ្រប់គ្រងតំបន់យុទ្ធសាស្ត្រជាច្រើនចុះបងប្អូនមានធ្លាប់ឆ្ងល់ទេតាហេតុអ្វីបានជាគ្មានប្រទេសអារ៉ាប់ណាមួយសោះមានអាវុធនុយក្លេអ៊ែរក្នុងដៃតើមកពីពួកគេមិនចង់បានឬក៏មានអ្វីនៅពីក្រោយដូច្នេះថ្ងៃនេះយើងនឹងលាតត្រដាងការពិតនេះជាមួយគ្នាចាប់តាំងពីអាវុធនុយក្លេអ៊ែរត្រូវបានប្រើប្រាស់ជាលើកដំបូងនៅក្នុងសង្គ្រាមលោកលើកទី2ពិភពលោកហាក់ដូចជាមានក្លឹបនុយក្លេអ៊ែរមួយដ៏តឹងរ៉ឹងដែលមានសមាជិកត្រឹមតែប្រទេសមហាអំណាចធំៗចំនួន5គឺសហរដ្ឋអាមេរិករុស្ស៊ីចិនអង់គ្លេសនិងបារាំងដោយពួកគេមិនចង់ឲ្យប្រទេសដទៃទៀតមានអាវុធនេះដូចពួកគេទេប៉ុន្តែក្រោយមកយើងឃើញថាមានប្រទេសមួយចំនួនបានលួចលាក់ពុះពៀរហូតដល់អាចអភិវឌ្ឍអាវុធបល្ល័យលោកនេះបានដូចជាឥណ្ឌាប៉ាគីស្ថានកូរ៉េខាងជើងនិងប្រទេសមួយទៀតដែលមិនបានប្រកាសជាផ្លូវការនោះគឺអ៊ីស្រាអែលប៉ុន្តែនៅពេលដែលយើងក្រឡេកមកមើលតំបន់មជ្ឈិមបូព៌ាវិញយើងឃើញថាប្រទេសអារ៉ាប់ដែលសម្បូរទៅដោយធនធានហិរញ្ញវត្ថុដ៏មហាសាលមានទីតាំងយុទ្ធសាស្ត្រគ្រប់គ្រងផ្លូវនាវាចរសំខាន់ៗនិងមានកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់ផងនោះបែរជាគ្មានប្រទេសណាមួយមានអាវុធនុយក្លេអ៊ែរសូម្បីតែមួយគ្រាប់ហេតុដូច្នេះហើយទើបមានសំណួរចោទឡើងថាតើមានអាចកំបាំងអ្វីនៅពីក្រោយរឿងនេះតាមពិតទៅនៅទសវត្សរ៍ឆ្នាំ1960អង្គការសហប្រជាជាតិបានបង្កើតសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរដែលហៅកាត់ថា NPT ដើម្បីរារាំងទប់ស្កាត់កុំឲ្យប្រទេសផ្សេងទៀតអាចបង្កើតអាវុធនេះបានដោយអនុញ្ញាតឲ្យប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់តែគោលបំណងស៊ីវិលគោលបំណងសន្តិភាពតែប៉ុណ្ណោះដូចជាការផលិតអគ្គិសនីជាដើមប៉ុន្តែទោះបីជាមានសន្ធិសញ្ញារារាំងនេះយ៉ាងណាក្តីក៏មានប្រទេសអារ៉ាប់មួយចំនួននៅតែព្យាយាមលួចអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួនដោយសម្ងាត់តួយ៉ាងដូចជាប្រទេសអេស៊ីបបានចាប់ផ្ដើមគម្រោងនេះតាំងពីទសវត្សរ៍ឆ្នាំ1950ដោយមានការជួយជ្រោមជ្រែងពីរុស្ស៊ីសូវៀតនៅពេលនោះដើម្បីបង្កើតកម្លាំងទប់ទល់នឹងអ៊ីស្រាអែលប៉ុន្តែគួរឲ្យសោកស្ដាយក្តីសម័យនេះត្រូវបានរលាយបាត់ទៅវិញបន្ទាប់ពីអេស៊ីបរងការបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គ្រាមឆ្នាំ1967ជាមួយអ៊ីស្រាអែលដែលជាហេតុបង្ខំឲ្យអេស៊ីបត្រូវបង្វែរថវិកាជាតិទាំងអស់ទៅស្ដារសេដ្ឋកិច្ចនិងកសាងទ័ពឡើងវិញជាលទ្ធផលចុងក្រោយនៅឆ្នាំ1981ប្រធានាធិបតីថ្មីរបស់អេស៊ីបគឺលោកសាដាតក៏បានសម្រេចចិត្តចុះហត្ថលេខាទៅលើសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរនេះដែលយើងហៅកាត់ថា PNT ជាផ្លូវការក្នុងគោលបំណងដើម្បីស្ដារមុខមាត់ការទូតប្រទេសឡើងវិញហើយក៏បិទបញ្ចប់អំពីបញ្ហានេះថានឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរបន្តទៀតនៅក្នុងបរិបទស្តៀងគ្នានេះដែរប្រទេសអ៊ីរ៉ាក់ក៏បានទិញរោងចក្រនុយក្លេអ៊ែរឈ្មោះ Thamus ពីប្រទេសបារាំងនៅទសវត្សរ៍ឆ្នាំ1970ដោយអះអាងថាពួកគេប្រើប្រាស់វាសម្រាប់តែ
គោលបំណងស្រាវជ្រាវតែប៉ុណ្ណោះប៉ុន្តែដោយសារតែមិនទុកចិត្តនិងមានភាពភ័យខ្លាចអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងទាន់ហន់នៅឆ្នាំ1981ដោយទម្លាក់ប្របែកកំទេចរោងចក្រទាំងនោះតិចគ្មានសល់មុនពេលវាចាប់ផ្ដើមដំណើរការទៅទៀតដោយឡែកបើងាកមកមើលប្រទេសលីប៊ីវិញមេដឹកនាំមហាម៉ាត់កាដាហ្វីបានព្យាយាមទិញបច្ចេកវិទ្យានុយក្លេអ៊ែរតាមរយៈទីផ្សារងងឹតយ៉ាងណាមិញព្រឹត្តិការណ៍បានប្រែប្រួលបន្ទាប់ពីសហរដ្ឋអាមេរិកបានវាយលុកឈ្លានពានអ៊ីរ៉ាក់នៅក្នុងឆ្នាំ2003ដោយប្រធានាធិបតីអាមេរិកនៅកាលនោះគឺ George W Bush បានផ្ញើសារគម្រាមលោក Gaddafi យ៉ាងច្បាស់ហើយយ៉ាងចាស់ដៃដែលការគម្រាមនេះបង្កជាការភ័យខ្លាចដូច្នេះមេដឹកនាំលីប៊ីរូបនេះក៏សុខចិត្តប្រគល់គម្រោងនុយក្លេអ៊ែររបស់ខ្លួនទាំងអស់ឲ្យសហគមន៍អន្តរជាតិរុះរើដោយស្ម័គ្រចិត្តតែម្ដងស្របពេលជាមួយគ្នានេះដែរប្រទេសស៊ីរីឯណោះវិញក៏បានលួចកសាងរោងចក្រនុយក្លេអ៊ែរសម្ងាត់មួយនៅកណ្ដាលវាលខ្សាច់ដោយមានជំនួយពីកូរ៉េខាងជើងផងដែរទោះជាយ៉ាងណាក្តីទីភ្នាក់ងារចារកម្មអ៊ីស្រាអែលមូសាដគឺបានដឹងដោយពួកគេបានលួចចូលទៅក្នុងកុំព្យូទ័ររបស់មន្ត្រីជាន់ខ្ពស់ស៊ីរីហើយបានរកឃើញទីតាំងនោះដែលឈានទៅដល់ការបើកវាយប្រហារតាមអាកាសកំទេចរោងចក្រនោះចោលទាំងស្រុងនៅឆ្នាំ2007ផ្អែកលើព្រឹត្តិការណ៍ទាំងនេះបើយើងប្រៀបធៀបករណីអារ៉ាប់ជាមួយប្រទេសដែលមិនមែនជាអារ៉ាប់វិញយើងនឹងឃើញយ៉ាងច្បាស់នៅគោលនយោបាយស្តង់ដារ2ពីសំណាក់មហាអំណាចលោកខាងលិចជាក់ស្ដែងប្រទេសឥណ្ឌាបានយកលេសពីកម្មវិធីធម្មពលស៊ីវិលទៅលួចផលិតនុយក្លេអ៊ែរអាវុធនុយក្លេអ៊ែររហូតបានសម្រេចនៅឆ្នាំ1974ដោយគ្មាននរណាដឹងមុនចំណែកឯប្រទេសប៉ាគីស្ថានវិញដែលជាសត្រូវសួរពួយរបស់ឥណ្ឌាក៏បានលួចចម្លងបច្ចេកវិទ្យាពីអឺរ៉ុបយកទៅផលិតអាវុធនុយក្លេអ៊ែររបស់សម្រាប់ខ្លួនឯងផងដែរអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺសហរដ្ឋអាមេរិកបែរជាធ្វើជាបិទភ្នែកមើលមិនឃើញរឿងនេះទៅវិញព្រោះពេលនោះអាមេរិកកំពុងត្រូវការប៉ាគីស្ថានជាសម្ព័ន្ធមិត្តដើម្បីប្រឆាំងនឹងសូវៀតនៅអាហ្វហ្គានីស្ថានបន្ថែមពីនេះកូរ៉េខាងជើងបានប្រើល្បិចឬក៏ប្រើយុទ្ធសាស្ត្រចូលជាសមាជិក NPT ដើម្បីទទួលបានបច្ចេកវិទ្យារួចក៏ដកខ្លួនចេញវិញនិងបានផលិតអាវុធប្រឡាយលោកនេះដោយជោគជ័យដោយសារពួកគេមានខែលការពារពីចិននិងរុស្ស៊ីដែលធ្វើឲ្យអាមេរិកមិនហ៊ានលូកដៃចូលកាន់តែពិសេសជាងនេះទៅទៀតនោះអ៊ីស្រាអែលបានលួចសាងសង់រោងចក្រនុយក្លេអ៊ែរដោយមានជំនួយពីបារាំងលុះដល់ពេលដែលអាមេរិកដឹងរឿងនេះពួកគេបែរជាងាកមកចោះកិច្ចព្រមព្រៀងភាពស្រពិចស្រពិលនុយក្លេអ៊ែរដោយអនុញ្ញាតឲ្យអ៊ីស្រាអែលរក្សាអាថ៌កំបាំងនេះដោយមិនចាំបាច់មានការត្រួតពិនិត្យអន្តរជាតិទៅវិញជារួមមកមូលហេតុចម្បងដែលរារាំងប្រទេសអារ៉ាប់មិនឲ្យមានអាវុធនុយក្លេអ៊ែរគឺមិនមែនមកពីពួកគេខ្វះថវិកាខ្វះលុយឬគ្មានមហិច្ឆតាចង់បានអាវុធនោះទេផ្ទុយទៅវិញឧបសគ្គនោះគឺបណ្ដាលមកពីកត្តាសំខាន់ចំនួន3ទី1គឺការរងនៅផលប៉ះពាល់ពីសង្គ្រាមដែលបំផ្លាញសេដ្ឋកិច្ចទី2ការបើក
វាប្រហារដោយផ្ទាល់ពីសំណាក់អ៊ីស្រាអែលដើម្បីកំទេចរោងចក្រនុយក្លេអ៊ែរតាំងពីនៅជាពន្លកឬមិនទាន់ដំណើរការមកម្លេះនិងកត្តាចុងក្រោយគឺគោលនយោបាយស្តង់ដារ2របស់ប្រទេសមហាអំណាចលោកខាងលិចសកម្មភាពទាំងអស់នេះហើយដែលជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការរារាំងយ៉ាងតឹងរ៉ឹងចំពោះប្រទេសអារ៉ាប់មិនឲ្យមានអាវុធនុយក្លេអ៊ែរខណៈពេលដែលអនុញ្ញាតឲ្យប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនរួចអភិវឌ្ឍអាវុធនេះបានយ៉ាងរលូនដែលជាហេតុធ្វើឲ្យមជ្ឈិមបូព៌ាផ្នែកអារ៉ាប់នៅតែទទេស្អាតមិនមានអាវុធមហន្តរាយនេះមួយសូម្បីតែមួយគ្រាប់រហូតដល់បច្ចុប្បន្ន